មនុស្សឆ្នាំជូតនឹងឲ្យកើតថ្ងៃពហុហ្នឹងហើយមនុស្សឆ្នាំជូតកើតថ្ងៃពហុនេះហ្នឹងហើយច្រើនមានរស័យខ្ពស់មានសំណាងច្រើនហើយតកតងនឹងថ្ងៃប្រហោះជាសិទ្ធនេះហ្នឹងហើយគឺល្អប្រសើរច្រើនមនុស្សកើតឆ្នាំជូតកើតថ្ងៃប្រហោះហ្នឹងហើយមានប្រកេតតាមថែអាសាមានហ្នឹងហើយបុណ្យបារមីច្រើនចូលចិត្តនិយាយលេងច្រើនហ្នឹងហើយចូលចិត្តរាប់អានមិត្តច្រើនហ្នឹងហើយមានចិត្តសប្បុរសមានចិត្តជាទានជាបុណ្យនឹងច្រើនហើយចូលចិត្តជួយយកអាសាគឺច្រើនគ្រាន់តែធ្វើគុណបានទោសហ្នឹងហើយអញ្ចឹងឆ្នាំជូតឲ្យប្រយ័ត្នមនុស្សដែលគិតផ្ទុយគិតប្រឆាំងឬក៏មនុស្សហ្នឹងហើយដែលចាំចំណាញ់ឈ្នានេះឬក៏មនុស្សហ្នឹងហើយដែលរោគរបរដូចគ្នាហ្នឹងហើយឲ្យប្រយ័ត្នដៃគូប្រគួតប្រជែងគេបុកហ្នឹងហើយផ្លូវក្នុងណាឲ្យប្រយ័ត្នតកតងនឹងមួយទៀតឆ្នាំជូតនេះហ្នឹងហើយប្រយ័ត្នជាមួយនឹងមនុស្សដែលធ្វើសម្ដែងធ្វើជា slot ហ្នឹងហើយគួរឲ្យអាណិតក៏ប៉ុន្តែខ្ចីលុយអត់ងាយសងទេមនុស្សប្រភេទហ្នឹងប្រយ័ត្នលងណាហ្នឹងហើយនឹងមនុស្សហ្នឹងហើយប្រកបល្បិចជ្រៅហ្នឹងហើយសោចឲ្យញឹមហ្នឹងហើយរកធ្វើថាស្រឡាញ់យើងណារាប់អានយើងឲ្យស្មោះត្រង់ណាក៏ប៉ុន្តែហ្នឹងហើយតែយើងភ្លេចខ្លួនមកកបិតធ្លីដល់ឆ្អឹងណាហ្នឹងឲ្យប្រយ័ត្នហើយនឹងប្រភេទមនុស្សដែលនិយាយច្រើនតែធ្វើតិចមនុស្សប្រភេទនិយាយច្រើនអត់ធ្វើហ្នឹងហើយមានន័យថាយើងទៅជួយគ្រប់គ្រងទិញផលិតផលគេតែគេមិនជួយយើងវិញទេហ្នឹងហើយអានឹងមានន័យថាបឆោតហ្នឹងហើយគេថាគេនឹងជួយក៏ប៉ុន្តែគេអត់ជួយយើងទេណាហ្នឹងហើយគេបឆោតយើងហ្នឹងហើយឲ្យចាញ់ប្រយ័ត្នចាញ់បឆោតហើយរើសហ្នឹងហើយដៃគូអាជីវកម្មដៃគូរកស៊ីដៃគូចំនួនតូចចំនួនធំអីការប្រស្រ័យតាក់ទងអីឲ្យប្រយ័ត្នហ្នឹងហើយឲ្យមានការប្រុងប្រយ័ត្នឲ្យបានច្រើនពិសេសឲ្យបកកែមើលសឡោកមនុស្សមើលឲ្យខ្លោចបើមើលមិនខ្លោចទេប្រយ័ត្នមនុស្សបោកមានតែប៉ុណ្្នឹងទេណា